ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិរស្មីស្វាមីធ្វើបានល្អណាស់រយៈពេល2នាទីដោតចាអំបោះចូលក្នុងគុណមជុលបានដល់ទៅ8មជុលឯណោះដែលនឹកស្មានម្ដងដូច្នេះរស្មីបន្ទុកដែលចា60គឺបានទៅលើរស្មីតែម្ដងចំណែកឯបេក្ខនារីចាទាំង3ទៀតអត់មានបានបន្ទុកទេណាចាអញ្ចឹងនៅវគ្គនេះបន្តទៀតណាចាចឹងអរគុណចានៅក្នុងវគ្គនេះផងដែរអស់លោកស្រីកញ្ញាក៏ដូចគ្នានឹងបេក្ខនារីនិងបេក្ខជនទាំងអស់ចាចង់ដឹងថាតើវិញ្ញាសាទី2គឺជាវិញ្ញាសាអ្វីដូច្នេះសូមអញ្ជើញទស្សនានៅវិញ្ញាសាទីយល់ទេឃើញទេទាយត្រូវទេថាតើវិញ្ញាសារបស់យើងគឿបអីនិមលដូចជាបុកតោអញ្ចឹងហ៎លបុកតោបុកតោមិនបុកតោលបុកតោលបុកតោស្អីទីវិញយ៉ាងម៉េចដែរខ្ញុំឃើញថាសម្លៀកពាក់ហ្នឹងគឺបុកតោចាតែអត់ដឹងវិញ្ញាសាអីអត់ដឹងទេចាឥឡូវនេះដើម្បីឲ្យចាកាន់តែច្បាស់ចាកម្មវិធីរបស់យើងខ្ញុំក៏សូមបង្ហាញជូននៅវិញ្ញាសាទី2បើកូនឯងបរៀនក្បាច់គុណឲ្យមកអ៊ំចេះតិចមើលការពារខ្លួនបានទេមើលបង្ហាញមកក្បាច់មើលមើលបរៀនមកអ៊ំតិចមកមួយបកាយណាកូនសុំមកក្បាច់ទៀតអូនអ៊ំកូនឯងជួយទាញនេះដាច់ទេកូនឯងទាញបានទេបានគេចេះអាហ្នឹងគេទាញដល់ដាច់កែណានេះចាមកហ្នឹងមកជាមួយនឹងក្បាច់គុណហើយមានតាំងពីខ្សែកូនឯងពាក់ទៅវិញហ្នឹងកូនណាចាហើយតែដៃអើយចាក្មួយឥឡូវនេះនាងខ្ញុំសូមអានជូនវិញ្ញាសានេះតម្រូវឲ្យស្វាមីលេងល្បែងទាញព្រ័ត្រជាមួយនឹងក្មេងៗដោយសរុបចាស់ក្មេងមានចំនួន15នាក់ក្នុងចំណោមក្មេងទាំង15នាក់ដែលស្វាមីរបស់អ្នកអាចទាញព្រ័ត្រយកឈ្នះបានក្មេងមានអាយុចាប់ពី10ឆ្នាំឡើងទៅចាក្មេង5-10យើងភ្នាល់ពី1ឡើងទៅប៉ុន្តែបើហ៊ានដល់8អាចឲ្យរើសក្មេងបានតែបើ2នាក់អាចឲ្យរើសក្មេងបានក្មេងខ្ញុំអ្នករើសដាក់ជូនចាព្រោះអាចមានក្មេងធំអាចមានក្មេងតូចចាលើឯងរើសយក2យើងស្រាប់យកប៉ិនចៃយកមកទាញមិនកើតណាអាចធ្វើបាន3ដងណាអូនណាចាក្នុងពេលនោះគឺទាញចូលបានក្នុងខ្លួនឯងកន្លះម៉ែត្រចាត់ទុកថាឈ្នះបើក្មេងទាញទៅវិញកន្លះម៉ែត្រចាត់ទុកថាចាញ់ធ្វើឲ្យក្មេងដួលដោយទាញកន្ត្រាក់ឬក៏ទាញឲ្យមានគ្រោះថ្នាក់ដល់ក្មេងត្រូវជាប់គុកនេះអីគឺថាត្រូវចាញ់ច្រឡំថាអីដួលកូនគេណាកុំឲ្យដួលកូនគេបាទទាញមិនមែនទាញទីណាត់ទីណែងយកតែមកឈ្នះដល់គោយន្តទាញណែអង្គឡើងភ្លឺទេណាចាបាទចាអស់អីឆ្ងល់ទៅអស់ហើយបងដូច្នេះចាវិញ្ញាសាទី2សូមចាប់ផ្ដើមភ្នាល់នៅក្នុងពេលនេះសូមរកអត្ថភាពជូនដល់កល្យានគិតថាស្វាមីអាចទាញប្រកួតជាមួយក្មេងៗទាញប្រវត្តិចាតិចបានប៉ុន្មានអ្នក2នាក់អស់ហើយមើលរៀងយើងចាប់ផ្ដើមពីដំបូងពីម្នាក់ឡើងទៅស្មីថាអញ្ចឹង2នាក់អស់ដំបូងយើងឆ្លើយម្នាក់ណាបងយកប៉ុន្មានអ្នកក៏បានដែរដំបូងគាត់ថាចាប់បើយើងចង់លេងយក5-10នាក់ហ្មងទៅបើយើងគិតថាកម្លាំងដីយើងដល់10នាក់5-10នាក់យកហ្មងចាឥឡូវគិតថាប៉ុន្មានអ្នកព្រោះអីក្មេងៗគាត់សិតតាគាត់ទូចមែនប៉ុន្តែគាត់សើមានវិជាគុណពេញខ្លួនសើបើចង់លេងខ្លាំងបតោពេញខ្លួនណាបើចង់លេងខ្លាំងតែដាក់ឲ្យផ្លៃឲ្យខ្ពស់ចាសម្រាប់ថាយក5នាក់ចាណាក្មេងៗទូចតែខ្លួននេះណាកម្លាំងពេញខ្លួនណាក្មេងៗហ្នឹងណាចាតែស្មីតឹមការហើយប្តីបាក់កម្លាំងហត់ថ្ងៃការទទួលភ្ញៀវច្រើនណាស្មីមិនទៅអូន ចាគាត់
ដាក់រៀងច្រើនដែរខ្ញុំដេញពិបាកដែរព្រោះ អញ្ចឹង ចា គាត់ បង ដាក់5នាក់អីហ្នឹង ចា5នាក់ហ្នឹងយើងអត់អាចរើសបានទេអត់អាចរើសក្មេងបានទេចា អាចរើសបានទេបើរើសបានចាប់ពី8នាក់ឡើងទៅយើងរើសបានវាមានអាទូចមានអាធំនេះបន្តិចមានអាកូនធំនេះហ្នឹងបន្តិចចាទូចចេះក៏មានដែរមិនយើងឃើញទេណា 5នាក់ បើសិនជាហ៊ាន ទៅចេះវាយ បាន ចា6នាក់ 6នាក់អូឡើងណាឡើងណា5 6និមលវិញអត់យកបាន សំខាន់សិនអ្នកគុណយក 6នាក់ហ្នឹងអត់រើសបានទេ អត់ទេតតែ8បានរើសបាន រើសយកទូចបាន ចា8នាក់រើសប៉ុណ្ណាក៏បានដែរអ្នកណាទូចជាងគេ 8មកឈ្នះទៅ ណែបើប្តីយើងសើសាច់ដុំអញ្ចឹង ទេ ហ៎ 8ចុះ ចាអូ8យក8នាក់មកសាត់តមួយអូនិមលគាត់ជឿជាក់ថាប្តីគាត់អាចចាទាញក្មេងៗបាន8នាក់ទាញព្រាត់មួយក្មេងៗសេទីវិញបើសិនជាគិតថាកម្លាំងប្តីទៅរួចយើងបញ្ឈប់តំណឹងក៏បានដែរក៏អត់បង្ខំដែរណា ឥឡូវយក9តាមម៉ែ អូចេះជឿប្រយ័ត្នតែប្តីធ្វើអត់បានចាហេតុផលអ្វីបានហ៊ានយក19ព្រោះគិតថាប្តីខ្សោយ ខ្សោយប៉ុន្តែខ្ញុំថែគាត់យូរដែរហើយ អូ ចា ចា រយៈ2ខែនេះខ្ញុំថ្នមគាត់ អូ ចា ថ្នមមិនខ្លះមើលថ្នមមិនខ្លះ បើរាល់ថ្ងៃដល់ពេលតែយប់ឡើងឲ្យគាត់សម្រាប់ឆ្អែតឲ្យគាត់ធ្វើអីទេ អូចា ទៅដល់គោឆៅវិញបើញឹកណាស់ អញ្ចឹងហ៎ចា ចា តែធ្វើមិនបាន9ហ្នឹងតែឯងប្រុងខ្លួន យកតែប៉ៅច្រើនពេករៀកបាក់ដែរនេះណា ចាបើធ្វើអត់បានទេតែថ្ងៃហ្នឹងទៅគឺអត់រហូតមក អត់អីគេ ចា អត់អីគេ លេងបើ ឡើងបើឡើងអី ចា អី ចា ធ្វើម្ហូបឆ្ងាញ់អីឈប់ហ្នឹងណា ចាឈប់ ចា ទៅ អរគុណច្រើនកល្យានគេ9យើងហ៊ានអត់ហ៊ានលើហ្នឹងអត់ ហ៊ានមក ហ៊ានលើណា ចា ម៉ាន 10ច្រើនណាស់ណា យ៉ាត់ធ្វើអត់បានណា 10នាក់បង ចា 10នាក់ ហ៊ាន10នាក់ ចា ណែ ហាមមើលក្រោយ អូនរៀងហ្នឹងក្មេងអស់ដួលត្រឡប់ត្រឡប់ ហាមងាកក្រោយអូនណាងាកក្រោយខុសលក្ខន្តិកៈ ចាតាហ៊ានហ្នឹងក្មេងអស់ដួលហ្មង10នាក់ណា ចា មិនបានជ្រើសរើសយក10នាក់ បាត់ថយ បថយមក ចាខ្ញុំជឿជាក់លើគាត់ដោយសារតែគាត់ចូលចិត្តលេងកីឡាដែរ ចឹង បង ហ៎ចាបើសិនជាប្តីធ្វើអត់បានណាកុំខឹងប្តីហ្នឹងឯង ចាបង ហ្នឹងហើយកលយ៉ាន10នាក់រស្មីរស្មីសុំមិនបន្តទៀតទេ អាណិតប្តី ទៅមិនរួចទេអាណិតប្តីណាស់បាក់កម្លាំងហ្នឹងហើយនិមលវិញអូន អើយ10នាក់ 10នាក់ហើយ កើតទេ 11ប្រហែលជាមិនអាចទេ តែបាញ់អូនទៅរួចទេ ខ្ញុំគិតថាបើសិនជា11ខ្ញុំគឺអញ្ចេះហើយ ហ្នឹងហើយ ចា ឥឡូវ យកឯង មានតែ11ទេ ចាអត់យកទេ អត់យកទេ ចា ត្រឹមហ្នឹងណា ថាvậyអត់ទេ បញ្ជាក់តិចទៅមិនបាន យ៉ាត់តែគេធ្វើបានបន្ទុកឆ្នៃដែរណា90អូនណាសំមកព្រោះតិចទៀតគេទម្រុះចោលទម្រុះ ចា ចោល ហ្នឹងហើយទៀតយើងគេយក60បាត់ហើយយើងណែនៅគេកើ3នាក់ហ្នឹងដឹងអ្នកណាមួយត្រូវទៅមុនគេគិតឲ្យច្បាស់ស្មានឲ្យត្រូវវាយឲ្យត្រង់ចាប់ឲ្យជាប់ទាញឲ្យរួច បើសិនជាយីរួមប្តីខ្ញុំក៏គាត់លេងកីឡាដែរក៏គាត់រៀងមិនសូវជាខ្លាំងដែរប៉ុន្តែបើសិនជា11នាក់ កីឡាអីគេប្តីដីលេង គាត់លេងបាល់ បាល់មានតែទាញណាអត់ទាន់ ចាហើយដាក់ទាញផងហ្នឹង ហ្នឹងហើយ ទាញតែ3ប្រពន្ធហ្នឹង ទៀមទាគិតឲ្យច្បាស់ទាញអីគេ 3តែប្រពន្ធហ្នឹង អូ អូ3ប្រពន្ធ ស្មាទាញតែដៃប្រពន្ធ ចា ហើយចាត់យកឯងបង ហើយចាត់យកណា ចា តើរួចទេណា អត់ទេ ចាមិនបន្តទៀតទេ មិនទេ ចាមិនទេសេទីវិញមិនបន្តទេដូច្នេះការដេញថ្លៃសម្រាប់វិញ្ញាសានេះគឺបានទៅលើកល្យានកល្យានជឿជាក់ថាស្វាមីអាចធ្វើបាន ម៉ាយមែនខេ សូមជើញ អរគុណបងប្អូនប្រុស
ដែលបានទទួលជោគជ័យនៅក្នុងការដេញថ្លៃដោយភរិយាហើយធ្វើការប្រកួតប្រណាំងទាញព្រ័ត្រជាមួយនឹងបងប្អូន10នាក់នៅក្នុងលក្ខខណ្ឌរបស់យើងចាប់ពី8ឡើងទៅបងប្អូនអាចរើសបានអញ្ចឹងចូលបងប្អូនសម្រាប់ចិត្តរើសយក10នាក់តាមលក្ខខណ្ឌណាអូនណាចាពេញចិត្តមួយណារើសមកឡើងមកមុខដល់អូនឯងពេលមកដល់មុខเลยចា1 2 3ឥឡូវនេះអ្នកទាំងអស់គ្នាកំពុងតែស្ថិតក្នុងស្ថានភាពប្រយុទ្ធប៉ុន្តែនៅក្នុងដៃរបស់ខ្ញុំនេះគឺចងកណាត់ក្រហមកាលណាបើកណាត់ក្រហមនេះឆ្លងមកដល់ខាងនេះផុតខាងនេះគឺបានន័យថាអូនប្រុងលោកគីស្រេងជាអ្នកឈ្នះប្រសិនបើជាកណាត់ក្រហមមកខាងនេះវិញគឺលោកគីស្រេងជាអ្នកចាញ់សូមអ្នកទាំង3គូហូអោយខ្ញុំរាប់ហើយត្រៀមផ្ដល់អត្ថភាពឲ្យចំនួន3ដងចា1 នៅ2 3ចាំឡើយលើកទី1បានផុសហើយឥឡូវយើងបន្តលើកទី2ជាបន្តទៀត1ថយបាទជំរាបជូន3ដងចាត្រៀមណាឥឡូវសុំសួរត្រៀមដល់អត់មិនហើយហើយចាហើយណាត្រៀមណាអូនណាហើយណា1 2 3កំឡុងអូលោកចាលោកគីស្រេងលោកឈរសិនជប់លោកតែលេម្នាក់ជប់កំអាចាអូនត្រឹមនេះបាច់ទាញណាអូនត្រឹមនេះបាច់ទាញហ្នឹងហើយថ្ងៃសាបាច់ទាញទាញតែប៉ុណ្ណេះមើលមិញភ្នាល់ដល់10ឥឡូវខ្ញុំទុក5ហ៎ទុក5ហ្នឹងទុកទួយទៀតចា1ហើយ2 3ឡើងថយទៀតគាត់ឃើញមិញថយឥឡូវយក3នាក់ថា3នាក់មកដែរសាប់3នាក់សាប់ហើយតា1 2 3ហើយបងតលេលោកតលេមកសាក់តិចមើលអូនបាត់ទាំងអស់បាត់ទាំងអស់ឥឡូវមិនតលេភ្នាល់ហ្មង9 1 2 3 4 5 6 7 8 4អូខេត្រៀម1 2 3ចាប់តាមលោកមើលបងវិញតាតែហប់ណាតាខ្លួនឯងចាំអុំរាប់ណាខ្លាំងហើយ1 2 3ឡើងអូនឡើងមកទៅទេមកការភ្នាល់ក្នុងមួយរយៈពេលនេះគឺថាសប្បាយណាស់ប៉ុន្តែជាលទ្ធផលលោកគីស្រេងគឺពិតជាមិនអាចធ្វើបាននោះទេ